តំណងមែនតែនបងប្អូនអើយបុកតាពាំងជូរជាមួយនឹងងាវតំណងខ្លាំងណាស់បងប្អូនអើយជាទូទៅតាពាំងជូរឬក៏ជ្រក់តាពាំងគេច្រើនយកវាទៅស្លជាមួយសម្លម្ជូរឬក៏យកទៅញ៉ាំជាមួយនឹងត្រីអាំងអញ្ចឹងទៅឬក៏បុកប្រហុកបុកក្រងអញ្ចឹងទៅប៉ុន្តែថ្ងៃនេះខ្ញុំបានយកតាពាំងជូរទៅបុកជាមួយនឹងងាវរសជាតិវិញគឺថាឆ្ងាញ់ប្លែកតែម្ដងបងប្អូនចង់ដឹងពីវិធីធ្វើកុំភ្លេចតាមដានទស្សនានៅវីដេអូរបស់ខ្ញុំណាជាដំបូងខ្ញុំត្រូវត្រាំងាវនឹងជាមួយនឹងម្ទេស 4-5 គ្រាប់ចឹងមកដើម្បីឲ្យសាច់ងាវរបស់ខ្ញុំវាខ្ជាក់ដីចេញបន្ទាប់មកទៀតខ្ញុំលាងសម្អាតងាវដោយស្រង់យកគ្រាប់ម្ទេសនឹងចេញកុំដាក់ទាំងទឹកម្ទេសឲ្យលូកដៃចូលបងប្អូនវាធ្វើយើងកាហាយដៃអញ្ចឹងងាវនឹងខ្ញុំត្រូវដោះសម្អាតយកជ្រះដោះថ្មិញមកដោះសម្អាតវាឲ្យបានស្អាតចឹងមកណាបងប្អូនដើម្បីឲ្យវាអស់ដីឲ្យវាទឹកនឹងឲ្យកាន់តែថ្លាតែម្ដងព្រោះដោយសារយើងត្រូវយកងាវនឹងទៅបុកជាមួយនឹងទំពាំងចាបងប្អូនអញ្ចឹងការលាងសម្អាតងាវគឺត្រូវច្រើនទឹកតិចហើយព្រោះដោយសារយើងត្រូវយកងាវនឹងទៅបុកទាំងសបកវាទៅបុកជាមួយនឹងតាពាំងជូររបស់យើងអញ្ចឹងយើងត្រូវលាងវាឲ្យបានស្អាតលាងវាឲ្យស្អាតទឹកឲ្យសអញ្ចឹងមកណាបងប្អូនបន្ទាប់មកទៀតខ្ញុំដាក់ស្រុះងាវជាមួយនឹងទឹកក្តៅដាក់តែមួយផ្លែតែមួយពុះមកយកងាវនឹងមកបកចេះណាបងប្អូនមើលសាច់ងាវតំណងមែនតែននិយាយពីថាឡើងកំាប់មកពេលយើងស្រុះទឹកក្តៅហ្នឹងស្រុះតែប្រហែលជា1នាទីដាក់ទៅលើកមកវិញហ្មងណាបងប្អូនបានសាច់ងាវរបស់យើងឆ្អិនប្រហែលជា 70% យើងអត់យកសាច់ងាវដែលនៅឆៅពេកឬក៏ឆ្អិនពេកទេគឺល្មមមក 70% ហ្នឹងណាបងប្អូនអញ្ចឹងនេះខ្ញុំកំពុងតែបន្តបកងាវហ្នឹងហើយងាវនៅថ្ងៃនេះដែរខ្ញុំប្រើចំនួនប្រហែលជា4ខាំទេបងប្អូនព្រោះដោយសារខ្ញុំមានតាពាំងតិចដែរអញ្ចឹងខ្ញុំប្រើងាវ4ខាំចាបងប្អូនហើយនេះគឺជាសាច់ងាវដែលខ្ញុំបានបកសបកមុនហ្នឹងនិយាយពីថាសាច់ឡើងហាប់ណែនតែម្ដងហើយនេះវិញគឺជាគ្រឿងផ្សំដែលខ្ញុំត្រូវយកមកធ្វើមុខម្ហូបថ្ងៃហ្នឹងខ្ញុំមានតាពាំងជូរចំនួន1កូនចានខ្ទឹមសខ្ទឹមក្រហមម្ទេសប្រហុកប៊ីចេងស្ករហើយនិងម្សៅស៊ុបខ្នុរចំនួនបន្តិចអញ្ចឹងដំបូងឡើងខ្ញុំត្រូវយកត្បាល់មកហើយដាក់គ្រឿងបុកដែលមានដូចជាខ្ទឹមក្រហមខ្ទឹមសហើយនិងម្ទេសហ្នឹងបុកឲ្យបានម៉ត់ល្អបន្ទាប់ពីបុកបានម៉ត់ល្អហើយខ្ញុំបន្ថែមប្រហុកចំនួន1ស្លាបព្រាស្ករស2ស្លាបព្រាប៊ីចេង1ចុងស្លាបព្រាហើយនិងម្សៅស៊ុបខ្នុរចំនួន1ចុងស្លាបព្រាដែរបន្តមកទៀតខ្ញុំបន្ថែមតាពាំងជូររបស់ខ្ញុំមាននៅក្នុងទូទឹកកកស្រាប់ដាក់ចូលឲ្យហើយមកណាបងប្អូនរួចហើយខ្ញុំធ្វើការបុកគ្រឿងទាំងអស់ហ្នឹងចូលគ្នាឲ្យបានម៉ត់ល្អប៉ុន្តែមិនមែនម៉ត់ខ្លាំងពេកទេគឺម៉ត់ល្មមទេណាបងប្អូនសម្រាប់គ្រឿងទេសខ្ញុំដាក់តែប៉ុណ្្នឹងគឺល្មមហ្មងបងប្អូនអត់ចាំបាច់ត្រូវបន្ថែមគ្រឿងលើនឹងទៀតទេហើយសម្រាប់តាពាំងរបស់ខ្ញុំក៏វារៀងជូរតិចដែរបើសិនជាតាពាំងបងប្អូនអត់សូវជូរខ្លាំងទេបងប្អូនអាចបន្ថែមជាក្រូចឆ្មាមកចំណិតឬក៏មួយផ្លែអីទៀតបានដើម្បីឲ្យវាជូរជ្រះល្អអញ្ចឹងណាអញ្ចឹងបន្ទាប់ពីតាពាំងបានម៉ត់ប៉ុណ្្នឹងហើយខ្ញុំចាប់ផ្ដើមដាក់ងាវដែលខ្ញុំបានបកមុនហ្នឹងចូលតែម្ដងណាបងប្អូនហើយធ្វើការកូរច្បល់វាអញ្ចឹងមកនិយាយពីថាអូយតំណងមែនតើតែប៉ុណ្ណឹងគឺហើយងាយស្រួលធ្វើមែនតើសម្រាប់មួយមុខហ្នឹងខ្ញុំចំណាយអស់តែ10000រៀលទេបងប្អូនគឺអស់ថ្លៃងាវហើយតាពាំងហ្នឹងបាច់គិតទេព្រោះដោយសារខ្ញុំមានស្រាប់នៅក្នុងទូទឹកកកណាបងប្អូនហើយសម្រាប់រសជាតិវិញគឺថាមានរសជាតិជូរប្រៃផ្អែមហើយមានក្លិនតាពាំងតិចៗបងប្អូនមានក្លិនតាពាំងណាហើយបើបានញ៉ាំប៉ះចំងាវវិញគឺសាច់ងាវឡើងផ្អែមហ្មងនៅពេលដែលវាចូលជាមួយនឹងគ្រឿងនិយាយពីថាចាប់ជាតិមែនតែនបើបានញ៉ាំជាមួយនឹងភេសជ្ជៈតិចត្រូវម៉ាច់មកបងប្អូននារីកុំភ្លេចសាកធ្វើមួយមុខនេះទុកឲ្យគ្រួសាររបស់យើងញ៉ាំតែនេះថាជាប់ចិត្តហ្មងបើសិនជាបងប្អូនពេញចិត្តនៅវីដេអូរបស់ខ្ញុំកុំភ្លេចជួយចុច like ហើយនិង comment ខាងក្រោមវីដេអូរបស់ខ្ញុំផងណាហើយកុំភ្លេចជួយ subscribe channel របស់ខ្ញុំម្នាក់មួយផងណាបងប្អូនដើម្បីឲ្យខ្ញុំមានទឹកចិត្តបន្តធ្វើមុខម្ហូបបែបស្រុកខ្សែផ្សេងទៀតជូនបងប្អូនទស្សនាកម្សាន្ត